វីដេអូមកបញ្ជាអសឲ្យលេងចេះឃើញទេអសបញ្ជាហើយថតហ្វូតូមកក៏បញ្ជាចឹងដែរហើយធ្វើម៉េចដើម្បីកុំឲ្យបញ្ជាមកខ្ញុំប្រាប់ពីវិធីងាយឯងជាទូទៅសម្រាប់ការថតវីដេអូពេលដែលថតហើយគឺវាបញ្ជាចឹងហើយប៉ុន្តែយើងចូលមកនៅក្នុង gallery ដែលយើងថតវីដេអូហ្នឹងណានេះវីដេអូដែលខ្ញុំថតមកវាបញ្ជាចឹងយើងចុចទៅលើសញ្ញា edit នៅខាងក្រោមនេះ4 5គ្រាប់ឆ្នោតហ្នឹងហើយបន្ទាប់មកចុចទៅលើពាក្យថា crop ឃើញទេហើយនេះនៅខាងលើនេះមានសញ្ញាព្រួញត្រីកោណឲ្យឆ្វេងស្ដាំនេះចុចអាហ្នឹងមកវានឹងត្រឡប់ទៅជាលែងអីវិញហើយអាហ្នឹងគឺសម្រាប់មុខងារពេលដែលយើងថតវីដេអូមើលម្ដងទៀតមើលឃើញអសត្រូវអស់ហើយប៉ុន្តែសម្រាប់ photo វិញនៅពេលដែលយើងថតមកបញ្ជាអញ្ចឹងដែរអានេះមានន័យថារូបយើងចាស់ថតទៅវាបញ្ជាហ្នឹងណាយើងចុចដូចគ្នាអាកន្លែង3ឆ្នោតហ្នឹងមកហើយបន្ទាប់មកកន្លែង crop ហើយកន្លែងសញ្ញាត្រីកោណខាងលើនេះហើយចុចតែប៉ុណ្្នឹងមកវាត្រឡប់คล้ายទៅជាដូចដើមវិញហើយសម្រាប់ photo ដើម្បីកុំឲ្យថតចេះតែបច្រាស់អញ្ចឹងទៀតគឺចូលទៅក្នុង setting ហើយចូលទៅកន្លែងកាមេរ៉ាអូសមករកពាក្យដែលដាក់ថា mirror front camera កន្លែងហ្នឹងបិទអញ្ចឹងពេលដែលយើងថតលើក្រោយគឺវាលែងបច្រាស់ទៀតហើយមើលណានេះអានេះគឺលែងបច្រាស់ហើយពេលដែលយើងឃើញបច្រាស់អញ្ចឹងមែនតែទៅពេលដល់ថតហើយលែងអីហើយមើល1 2 3ហ៎មើលលែងបច្រាស់ហើយឃើញទេសម្រាប់ photo គឺអញ្ចឹងប៉ុន្តែបើវីដេអូគឺអត់មានជំរឿសទេគឺថតត្រូវតែបច្រាស់ប៉ុន្តែយើងចូលទៅកន្លែងវិញដើម្បីត្រឡប់វាឡើងមកវិញមកលែងអីហើយសម្រាប់វីដេអូដើម្បីឲ្យយើងថតទៅច្បាស់ស្អាតកែកុំឲ្យវាត្រឡប់មកហើយយើងចូលទៅក្នុងកាមេរ៉ាចូលទៅកន្លែង record វីដេអូនេះយើងអូសមករកពាក្យថា HDR វីដេអូនេះយើងបិទណាបើមិនយើងបើកយើងថតទៅវីដេអូយើងអាលៀកអត់បានទេអញ្ចឹងវិធីដោះស្រាយបញ្ហាកុំឲ្យវីដេអូបច្រាស់ហើយឲ្យគុណភាពច្បាស់ល្អទៀតអូខេងាយតែ2 3ចំណុចទេហើយមិនមែនតែ iPhone 17 សេរី iPhone ណាក៏ដោយសេរីណាក៏ដោយធ្វើតាមវិធីសាស្ត្រនឹងបានទាំងអស់មិនថា photo មិនថាវីដេអូឲ្យឡើងបច្រាស់ហើយអូខេ